ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានអ្នកជំងឺម្នាក់គាត់ចេះតែឈឺចាប់នៅឆ្អឹងចង្កេះហើយគាត់ចេះតែគិតថាគាត់រអិលឆ្អឹងគាត់បានទាមទារថត scan ប៉ុន្តែខាង clinic របស់យើងបន្ទាប់ពីវិជ្ជបណ្ឌិតគាត់ពិនិត្យហើយគឺយើងឃើញថាគាត់មិនមែនមានអាការៈតាក់ទងជាមួយនឹងការរអិលឆ្អឹងនោះទេអញ្ចឹងមិនចាំបាច់ថត scan ទេយើងអាចថត X-ray ឲ្យគាត់សិនហើយលទ្ធផលរបស់គាត់គឺបានបង្ហាញថាឆ្អឹងក្នុងរបស់គាត់គឺអត់មានករណីរអិលទេអញ្ចឹងគាត់មិនចាំបាច់ទៅថត scan បន្តទៀតទេអ្វីដែលគាត់ត្រូវព្យាបាលអាចមកពីឈឺចាប់នៅត្រង់សាច់ដុំហើយពួកយើងក៏បានដាក់ម៉ាស៊ីនម៉ាស្សាជូនគាត់ហើយបន្ទាប់ពីយើងដាក់ម៉ាស៊ីនម៉ាស្សាសម្រួលសាច់ដុំចង្កេះឲ្យគាត់ហើយម៉ាស៊ីនម៉ាស្សាហ្នឹងគាត់ប្រើឲ្យ comfortable អញ្ចឹងគាត់ក៏សម្រេចចិត្តទិញម៉ាស៊ីនម៉ាស្សាពីខាងមន្ទីរសម្រាប់ព្យាបាលរបស់យើងហើយម៉ាស៊ីននេះវាមានតួនាទីជួយទៅម៉ាស្សាសម្រួលសាច់ដុំចង្កេះបំបាត់ការឈឺចុកចាប់និងចុករយនៅចង្កេះនិងមានប្រសិទ្ធភាពខ្ពស់ស្តង់ដារ USA ដែល FDA ទទួលស្គាល់ចំណេញទាំងពេលវេលាសុវត្ថិភាពគ្មានផលប៉ះពាល់ទៅថ្ងៃអនាគតនិងងាយស្រួលដាក់តាមខ្លួនអញ្ចឹងបើសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ក៏ដូចជាចង់សាកសួរអំពីព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើការឆាតចូលទៅក្នុង page ក៏ដូចជាឆាតចូលទៅក្នុង Telegram របស់ពួកយើងបានណាអរគុណបង